ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូខ្ញុំទៀតហើយថ្ងៃនេះយើងមកធ្វើចេកចញ៉ាំងាយបែបលក្ខណៈគ្រួសារស្នូលរបស់វាគឺខ្ញុំប្រើសាច់ជ្រូកចិញ្ច្រាំជាមួយនឹងការ៉ុតហើយនឹងត្រាវហើយចំពោះការមូគឺបែបស្រួលៗដែរទេបងប្អូនភាគច្រើនគឺគាត់ធ្លាប់បានចេះមូអស់ហើយប៉ុន្តែនេះគឺជាវិធីសាស្ត្រនៃការមូរបស់ពួកខ្ញុំគឺយើងធ្វើបែបនេះដោយសារថតដៃមួយជាហៀងបងប្អូនអញ្ចឹងហើយគឺអត់បានឃើញសកម្មភាពផ្ទាល់ទេនេះហើយសម្បកវាគឺភាគច្រើនខ្ញុំប្រើទុយហ្នឹងហើយបងប្អូនទុយហ្នឹងស្រួលមូខ្លាំងស្រួលមូស្រួលហើយទៅស្រួយឆ្ងាញ់ល្អទៀតគឺពួកខ្ញុំចូលចិត្តទុយហ្នឹងឯងហើយជាយកគេចេញមកគឺបែបខ្ជូតដូចអញ្ចឹងណាហើយបន្ទាប់ពីយើងមូរួចហើយគឺយើងចាប់ផ្ដើមមកដាំខ្លាញ់ទៅដើម្បីធ្វើការបំពងនេះជាយករបស់យើងនៅពេលដែលយើងមូរួចហើយគឺយើងបានចំនួន85ចឹងមានន័យថាយើងអាចញ៉ាំខ្លះយើងទុកនៅក្នុងទូខ្លះបងប្អូននេះខ្លាញ់របស់យើងគឺចាប់ផ្ដើមក្តៅហើយអញ្ចឹងយើងចាប់ផ្ដើមដាក់បំពងហើយបោះចូលទៅបងប្អូនដោយបានជម្រាបអញ្ចឹងថាដោយសារតែយើងមូបានច្រើនអញ្ចឹងទៅយើងមូទុកញ៉ាំថ្ងៃក្រោយខ្លះអញ្ចឹងណាហើយខ្ញុំបំពងនេះគឺបំពងច្រើនខ្ទះទី1និងខ្ទះទី2គឺខ្ញុំបំពងយកឆ្អិន100%ដើម្បីធ្វើការញ៉ាំភ្លាមអញ្ចឹងណាចំណែកឯខ្ទះទី3ទៅគឺខ្ញុំបំពងយកតែ80%ទេពីព្រោះយើងត្រូវទុកវានៅក្នុងទូលើកក្រោយឡើងបើសិនយើងត្រូវការញ៉ាំចង់ញ៉ាំអីគឺយើងដកចេញពីក្នុងទូហើយយើងយកបំពងសាថ្មីគឺជាការស្រេចនេះបងប្អូនចិត្តឆ្អិនហើយនិយាយពីល្អមែនតើនេះឥឡូវយើងឆ្អិនហើយនិយាយថាក្រហមល្អមែនតើណានៅក្នុងកាមេរ៉ាដូចវាបដូរពណ៌ប៉ុន្តែនៅខាងក្រៅគឺពណ៌ស្អាតណាហើយទៅពីខ្ទះទី1បានឆ្អិនទៅឥឡូវចូលខ្ទះទី2ហើយនិយាយទៅគឺឆ្អិនល្អនេះខ្ញុំកាច់ឲ្យបងប្អូនមើលសាច់ខាងក្នុងរបស់វាបងប្អូនឃើញត្រាវរៀងរណូលហ្នឹងគឺត្រាវហ្នឹងវាឆ្អិនហើយព្រោះដោយសារតែខ្ញុំបំពងរយៈពេល10នាទីអញ្ចឹងទៅគឺឆ្អិនល្អខ្លាំងតែបើបងប្អូនបំពងត្រឹម4-5នាទីឯងគឺអត់សូវឆ្អិនទេតែខ្ញុំនេះគឺបំពង10នាទីគឺឆ្អិនហើយឆ្ងាញ់កមួតនិយាយទៅគឺបងប្អូនអាចសាកបានបើសិនជាបងប្អូនធ្វើរូបមន្តផ្សេងបងប្អូនអាចធ្វើរូបមន្តដូចខ្ញុំណាមានត្រាវមានការ៉ុតមានសាច់ជ្រូកចិញ្ចាំអញ្ចឹងគឺឆ្ងាញ់ណាបងប្អូនបាទហើយមុននេះបន្តិចនេះគឺ80%ដែលខ្ញុំត្រូវការដាក់ក្នុងទូនេះបងប្អូន80%នេះគឺរៀងស្លេកបន្តិចហើយយើងដាក់ក្នុងទូទៅលើក្រោយគឺយើងអាចញ៉ាំបានហើយបន្ទាប់ពីខ្ញុំបានពងជាយ៉ទៅក៏មានខបន្តិចដែរបងប្អូនព្រោះដោយសារតែយើងរវល់ធ្វើការយើងធ្វើម្ហូប2-3មុខទុកអញ្ចឹងទៅនៅពេលដែលចប់ការងារគឺយើងមានម្ហូបស្រេចបាទហើយថ្ងៃនេះគឺថាធ្លាក់ព្រើខ្លាំងមែនទែនណានៅខាងក្រៅបងប្អូនមើលទៅលើដើមឈើទៅដឹងហើយសោះតែព្រើជាប់កោះនៅលើដើមឈើមើលទៅស្អាតខ្លាំងមែនទែនណានៅខាងក្រៅបងប្អូនមើលគឺដូចឋានសួគ៌អញ្ចឹងស្អាតពួកខ្ញុំចូលចិត្តណាបាទហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនសម្រាប់ការតាមដានទស្សនាយើងនឹងជួបគ្នានៅវីដេអូក្រោយជាបន្តទៀតសូមអរគុណសូមជម្រាបលា